វីដេអូនេះសម្រាប់បងប្អូនដែលចង់លេងទៅលើទឹកថ្នាំទូឡានបានស្អាតណាហើយបើសម្រាប់ខ្ញុំវាគឺជាផ្នែកមួយដែលយើងងាយស្រួលជាទីបំផុតហើយបើបងប្អូនចង់ដឹងថាផ្នែកដែលពិបាកលាងមានអីខ្លះបងប្អូនអាចទៅមើលនៅវីដេអូមុនដែលខ្ញុំបានធ្វើជូនណាមានលាងបាតជាមួយនឹងលាងកង់អញ្ចឹងបងប្អូនដូចបងប្អូនបានឃើញស្រាប់ទៅលើទឹកថ្នាំមិនប្រឡាក់ត្រឹមតែដីធម្មតាហើយតែយើងស្រួលលាងតែនេះប្រឡាក់ដល់លោមេមមេឃអីទៀតព្រោះថាយើងទៅខេត្តចតនៅក្រោមពូលអីអញ្ចឹងណាបងប្អូនហើយមេមមេឃនេះដែរគឺថាវាស្អិតជាប់បានល្អវាមានរំអិលរបស់វាអញ្ចឹងណាអញ្ចឹងគេដាក់តាលើថង់គឺស្អិតហើយទ្រាំតែទឹកថ្នាំឡានរបស់យើងគឺស្អិតមែនតើបងប្អូនអញ្ចឹងតិចនិចរបស់ខ្ញុំគឺខ្ញុំលាយប្រភេទ form ដុសនេះប៉ុន្តែ form ហ្នឹង form ប្រភេទចំនួនដីដែរអញ្ចឹងខ្ញុំដាក់វារាវតិចខ្ញុំតម្លាក់វាមកតង់សិនហើយបន្ទាប់មកខ្ញុំថែមវាមកគម្របកំប៉ុងហ្នឹងដើម្បីឲ្យវាមានបរិមាណច្រើនជាងមុនក្រាស់ជាងមុនអញ្ចឹងណាពូតែយើងត្រូវការដុសអញ្ចឹងទៅវារាវវាធ្លាក់លឿនអញ្ចឹងបងប្អូនអញ្ចឹងប្រភេទ form ដុសដូចបងប្អូនមួយចំនួនភាគច្រើនគាត់ដឹងហើយគឺយើងត្រូវការដុសវាដើម្បីឲ្យវាទឹកថ្នាំវាស្អាតណាហើយវាអត់មានកកិតជាមួយនឹងទឹកថ្នាំឡានរបស់យើងទេបាទនៅពេលដែលយើងបាញ់ស្រោចបែបហ្នឹងគឺវាក្រាលសប់ទៅលើផ្ទៃទឹកថ្នាំឡានរបស់យើងវាបង្កើតជាស្រទាប់ប្រឡង form ហ្នឹងវាមានពពុះក្រាស់ទៀតអញ្ចឹងវាក្រាលបានស្អាតមែនតើនៅពេលដែលយើងដោះទៅវាកាត់បន្ថយកកិតនឹងសំណឹកបានស្ទើរតែ 100% ហ្មង